រឿងអណ្ដើកស្វែងរកសមុទ្រសំឡេងខ្យល់បក់ស្រទន់ឬវាលខ្សែធំអណ្ដើកតូចឈ្មោះកុមាតាលូតលាស់នៅក្រោបដើមត្នោតវាមិនដែលឃើញសមុទ្រមុនទេទោះបីលឺអ្នកធំធំនិយាយអំពីរលកនិងក្លិនសូរក៏ដោយថ្ងៃមួយកុមាតាភ្ញាក់នៅព្រឹកហើយស្ដាប់សំឡេងរំខានពីខ្យល់ហោះកាត់ទៅរកសមុទ្រទៅរកក្តីសុបិនសំឡេងនោះធ្វើឲ្យវាចង់ដឹងថាពិភពខាងក្រៅមានអ្វីកុមាតាប្រាប់ម្ដាយថាវាចង់ទៅសមុទ្រម្ដាយស្ងប់ស្ងាត់ពេលខ្លីហើយប្រាប់ថាដំណើរនោះវែងណាស់តែបើកូនចង់រៀនកុំភ័យកម្លាំងមិនមកពីខ្លួនធំទេមកពីចិត្តក្លាហានកុមាតាធ្វើកាបូបតូចៗនិងចាប់ដាបដើរតាមផ្លូវខ្សាច់នៅចំកណ្ដាលវាលស្មៅវាបានជួបកង្កែបបៃតងឈ្មោះភីងដែលកំពុងរាំលើស្លឹកបន្ទាប់ពីសួរនឹងគោបំណងភីងនិយាយថាខ្ញុំមិនធ្លាប់ឃើញសមុទ្រទេតែខ្ញុំចូលចិត្តការរកឃើញថ្មីខ្ញុំទៅជាមួយញាក់កុមាតាសប្បាយណាស់ហើយពួកគេចាប់ដៃទៅតគៀបព្រៃស្មៅខ្ពស់ធ្វើឲ្យទាំងពីរបាត់ផ្លូវសំឡេងកំដរពីខ្យល់និងសត្វលាក់ខ្លួនធ្វើឲ្យកង្កែបភ័យកុមាតាសម្រាកហើយនិយាយថាពេលយើងភ័យបិទភ្នែកហើយស្ដាប់ចិត្តវានឹងបង្ហាញផ្លូវព្រមទាំងធ្វើតាមពួកគេឮសំឡេងទឹកហូរហើយដើរទៅតាមវានៅជិតផ្លូវថ្មតូចៗពួកគេជួបសត្វឆ្កែខ្នងខ្លីដែលកំពុងរកម្ហូបរីងឮថាពួកគេចង់ទៅសមុទ្រគាត់ញញឹមហើយនិយាយខ្ញុំធាប់ទៅតែផ្លូវឆ្ងាយណាស់ត្រូវឆ្លងតំបន់ថ្មកាន់តែទៅឆ្ងាយជិតភ្នំប៉ុន្តែខ្ញុំនឹងនាំផ្លូវរីងចូលរួមដំណើរជាមួយដំណើរមកដល់តំបន់ថ្មកាតនិងខ្យល់ខ្លាំងកង្កែបភីងលោតយ៉ាងលឿនតែកុមាតាចលនាយឺតធ្វើឲ្យវាទៅមុខយឺតតិចរីងញញឹមកុំបារម្ភកម្លាំងមិនមែនការរត់លឿនទេតែជាចិត្តមានការអត់ធ្មត់ពួកគេជួយគ្នាឡើងកំពូលភ្នំខ្សាច់នៅលើកំពូលភីងគិតថាសម្គាល់ពន្លឺខៀវឆ្ងាយគឺសមុទ្រហើយលោតរត់ទៅពីក្រោយប៉ុន្តែវាជាទន្លេតូចមិនមែនសមុទ្រទេភីងខកចិត្តណាស់កុមាតានិយាយការរកឃើញធ្វើឲ្យយើងខុសពេលខ្លះតែចូលទុកវាជាដំណាក់កាលមួយភីងញញឹមវិញហើយពួកគេបន្តបក្សីមាសស្រស់ស្អាតមួយហោះកាត់ហើយឮសំឡេងពួកគេចង់រកសមុទ្របក្សីអត់ធ្មត់នាំផ្លូវពីលើអាកាសនៅពេលពន្លឺលិចវាប្រាប់ពួកគេថាថ្ងៃស្អែកសមុទ្រនឹងនៅមុខអ្នកយ៉ាងជិតហើយពេលយប់ភីងត្រូវទឹកត្រជាក់ចលនាយឺតកុមាតាផ្ដោកម្ដៅដោយដាក់ខ្លួនជិតភីងរីងចែកម្ហូបឲ្យវារឿងនេះបង្ហាញសេចក្តីមេត្តាករុណានិងមិត្តភាពរឹងមាំនៅព្រឹកមេឃពន្លឺលើវាលខ្សាច់កុមាតាចាប់អារម្មណ៍ឮសំឡេងហូហូរីងថ្លែងស្នាមញញឹមនោះហើយសំឡេងរលកពួកគេចាប់ដាំរត់ទោះបីជាកម្លាំងចុងក្រោយក៏ដោយពួកគេឈរនៅលើដេកខ្សែធំសមុទ្ររលកធំបាញ់ជាដំណើរអាសចារ្យកុមាតាស្ទើរតែយំដោយសប្បាយចិត្តខ្ញុំឃើញវាហើយក្តីស្រមៃដែលខ្ញុំរកភីងរីករាយលោតនៅលើរលកតូចរីងដេកនៅលើខ្សាច់ដកដង្ហើមដោយលំភើបកុមាតាសុំសមុទ្រថាសូមអភ័យទោសប្រសិនបើខ្ញុំយឺតប៉ុន្តែខ្ញុំមកដល់ហើយរលកស្រែកស្រទន់ដូចជាការស្វាគមន៍ពីធម្មជាតិសំឡេងសមុទ្រមិនសំខាន់ថាអ្នកដើរលឿនឬយឺតក្តីសុបិននឹងទៅទូបអ្នកប្រសិនបើអ្នកក្លាហានមិត្តភាពរឹងមាំនិងអត់ធ្មត់ដោយកុមាតា
កូនអំដើកតូចមួយដែលបានខឿនសមុទ្រ